បាទជំរាបសួរបងប្អូនទាំងនេះជួបគ្នាសារជាថ្មីជាមួយនឹងការសិក្សាភាសាកូរ៉េរបស់យើងតាមរយៈសៀវភៅ EBS Topic Cambodia IL បងប្អូនដែលមានសៀវភៅរបស់យើងតោះបើកសៀវភៅរបស់យើងទៅទី179ថ្ងៃនេះយើងបន្តនៅមេរៀនទី15របស់យើងដដែលប៉ុន្តែយើងដល់ចំណុច Moon Top E មានន័យថាចំណុចវេយ្យាករណ៍ទី2បាទហើយទម្រង់វេយ្យាករណ៍ទី2របស់យើងថ្ងៃនេះកាលពីវីដេអូមុនមានវីដេអូបន្ទាប់ពីវីដេអូនេះខ្ញុំតំពោទីដូចជាតំពោទី178នៅពេលដែលខ្ញុំបរៀនពាក្យថ្មីចែកនៅពាក្យថ្មីជូនបងប្អូនពាក់ព័ន្ធនៅពេលនោះខ្ញុំបានបញ្យល់បងប្អូនជាប់ពាក់ព័ន្ធជាមួយនឹងអក្សរនេះផងដែរដោយសារតែនៅក្នុងពាក្យថ្មីនោះគឺមានទម្រង់ឬក៏ការឧទាហរណ៍របស់គេមានជាប់ជាមួយអក្សរពេលនោះខ្ញុំបានបញ្យល់បងប្អូនស្អាតដែរអញ្ចឹងបើបងប្អូនមើលថ្ងៃមុនអត់សូវយល់បងប្អូនមើលឥឡូវថ្ងៃនេះបងប្អូនយល់ឬក៏បងប្អូនមើលថ្ងៃនេះអត់សូវយល់បងប្អូនអាចត្រឡប់ទៅមើលវីដេអូថ្ងៃមុនបងប្អូនអាចបន្តកាន់តែច្បាស់ជាងមុនអូខេអញ្ចឹងថ្ងៃនេះយើងកុំឲ្យខាតពេលតើបងប្អូនបើកសៀវភៅរួចហើយនៅចំពោះបងប្អូនដែលមានសៀវភៅរបស់យើង EBS Topic Cambodia IL សម្រាប់បងប្អូនដែលអត់មានបងប្អូនចូល download នៅក្នុង Telegram របស់ខ្ញុំណាដែលគិតថ្លៃបាទបងប្អូនអាច download បាននៅក្នុង Telegram ដែលខ្ញុំមាននៅក្នុងវីដេអូរបស់ខ្ញុំភ្ជាប់ជូនឬក៏បើបងប្អូនរកអត់ឃើញទេបងប្អូនអាច comment ដើម្បីខ្ញុំអាចឆ្លើយតបជាមួយបងប្អូនហើយខ្ញុំដាក់ចូលឲ្យបងប្អូនចូលក្នុង Telegram download យកតែម្ដងតោះបងប្អូនដែលមានហើយតោះចាប់ផ្ដើមអស់គ្នា Moon Pop E វេយ្យាករណ៍ទី2អក្សរអក្សរទម្រង់អក្សរនិងទម្រង់អក្សរបាទអញ្ចឹងនៅក្នុងសៀវភៅ EBS Topic Cambodia IL នេះគឺគេមានបញ្យល់យើងជាភាសាខ្មែរតែម្ដងអញ្ចឹងបងប្អូនអាចមើលណាជាភាសាខ្មែរប៉ុន្តែពេលខ្លះបងប្អូនអាចនឹងពិបាកយល់អញ្ចឹងបងប្អូនមើលភាសាខ្មែរហើយបងប្អូនអាចស្ដាប់ការបញ្យល់បន្ថែមរបស់ខ្ញុំទៀតបងប្អូននឹងមានភាពងាយស្រួលមែនទែនក្នុងការរៀនភាសាកូរ៉េរបស់យើងបាទអញ្ចឹងយើងមើលណាយើងប្រើទម្រង់នេះណាទម្រង់នេះគឺទម្រង់អក្សរហ្នឹងជាមួយនឹងកិរិយាសព្ទឬក៏គុណនាមអត្ថន័យវាណាអត្ថន័យនៅខាងមុខវាគឺជាហេតុផលមូលហេតុឬក៏ជាលទ្ធផលនៃអត្ថន័យខាងក្រោយមានន័យថាល្បះខាងមុខគឺជាមូលហេតុឬក៏ជាហេតុផលនៃល្បះខាងក្រោយនៃ clear បាទសំទោសមិនមែនល្បះទេគឺ clear កាលណាល្បះគឺវាន័យគ្រប់គ្រាន់តែនេះគឺ clear មានន័យថាវាន័យវាគ្រប់គ្រាន់ទេបើសិនអត់មានល្បះខាងក្រោយល្បះខាងមុខនោះក៏មានន័យគ្រប់គ្រាន់ទេកាលណាមានតែល្បះខាងមុខអត់មានល្បះខាងក្រោយក៏វាអត់មានន័យគ្រប់គ្រាន់ផងដែរខ្ញុំឧទាហរណ៍មកនេះសិនទៅណាម្លងបន្តិចជូនដើម្បីបងប្អូនអាចពិនិត្យទាំងអស់បន្ថែមថាឧទាហរណ៍ណាយើងកុំតាន់មើលរបៀបបំបែករបស់វាយើងមើលថាឧទាហរណ៍អ្វីដែលគេលើកឡើងនេះអញ្ចឹង P ការសំទោស P ការអផាស P ការអផាសពោះឈឺណាពោះឈឺមានន័យគ្រប់គ្រាន់ទេបងប្អូនគឺអត់ទាន់គ្រប់គ្រាន់ទេពោះឈឺឬក៏ឈឺពោះខ្ញុំឈឺពោះអាចថាមានន័យគ្រប់គ្រាន់ដែរខ្ញុំឈឺពោះមានន័យគ្រប់គ្រាន់តែខ្ញុំឈឺពោះប៉ុន្តែអត្ថន័យវាអត់ទាន់គ្រប់គ្រាន់ទេប៉ុន្តែបើសិនយើងមើលអក្សរបន្ទូទៀតណាព្រោះនៅពីព្រោះខ្ញុំឈឺពោះចឹងន័យគ្រប់គ្រាន់ទេអត់គ្រប់គ្រាន់ទេពីព្រោះខ្ញុំឈឺពោះអីគេពីព្រោះខ្ញុំឈឺពោះវាត្រូវតែមានន័យខាងក្រោយឃ្លាខាងក្រោយជាដាច់ខាតអញ្ចឹងខ្ញុំវ៉ាន់ខាសយខ្ញុំបានទៅមន្ទីរពេទ្យខ្ញុំបានទៅមន្ទីរពេទ្យអញ្ចឹងពាក្យតែខ្ញុំបានទៅមន្ទីរពេទ្យអាចជាល្បះមានន័យគ្រប់គ្រាន់ប៉ុន្តែបើសិនជាភាពផែការអផាសនេះបើកាលណាអត់មានខ្ញុំវ៉ាន់ខាសយគឺស្ដាប់អត់បានទេអញ្ចឹងវាត្រូវតែផែការអផាសស្អីគេបន្តទៀតនោះត្រូវតែមានណាផែការអផាសមកយ៉ាក់ឬមកកាសយណាយ៉ាក់ឬមកកាសយយ៉ាក់ថ្នាំណាយ៉ាក់មកកាសយយ៉ាក់ឬមកកាសយដល់នេះផែការអផាសខ្ញុំវ៉ាន់ខាសយអញ្ចឹងទៅគឺត្រូវតែមានហេតុផលជាច្រើនចំពោះណាផែការអផាសឆាមើឆាសយខ្ញុំឈឺពោះហើយខ្ញុំដេអញ្ចឹងទៅតើនេះបងប្អូនអញ្ចឹងគឺត្រូវតែមានអ្វីដែលជាហេតុផលនៅក្នុងជាដាច់ខាតដូចគេលើកឡើងអញ្ចឹងណាអញ្ចឹងយើងមើលបន្តទៀតណាឧទាហរណ៍ Yaksugi is so ណាពីព្រោះតែខ្ញុំមានការណាត់ជួបពីព្រោះតែខ្ញុំមានការណាត់ជួបអត់ទាន់ជា clear មួយគ្រប់គ្រាន់ទេដែលខាតត្រូវមានពីក្រោយថាម៉េចមិនចោជីវេខាសយខ្ញុំបានទៅផ្ទះមុនគេខ្ញុំបានទៅផ្ទះមុនគេឬខ្ញុំបានទៅផ្ទះមុនអញ្ចឹងខ្ញុំបានទៅផ្ទះមុនពីព្រោះតែខ្ញុំមានការណាត់ជួបឃើញទេអញ្ចឹងល្បះទី1គឺជាហេតុផលរបស់ល្បះទី2អញ្ចឹងមានល្បះទី1ដែលខាតត្រូវតែមានល្បះទី2នោះគឺទី2ដែលខាតអញ្ចឹងយើងមើលពីរបៀបប្រើប្រាស់របស់វាឡើងវិញបងប្អូនអញ្ចឹងរបៀបប្រើប្រាស់របស់វាអក្សរនេះគឺវាមិនខុសគ្នាពីទម្រង់កាលពីមុនគឺទម្រង់អយនោះទេបងប្អូនចាំបានទេអយបាទគឺបាទអហើយយទម្រង់នេះគឺដូចតែគ្នាទេណាអញ្ចឹងលើនេះបើសិនគេប្រាប់យើងគេប្រាប់តែអសតែទៀតទៅវាអាចមានមួយទៀតគឺ
ដល់វាអាចមានបន្ថែមទៀតនោះគឺអសបាទបាទអញ្ចឹងខ្ញុំជឿដែរណាមានអសអសរួចហើយគឺវាត្រូវមានមួយទៀតគឺយ៉សណាត្រូវមាននឹងមួយទៀតបាទហេតុអីមិនថាយ៉សគឺជាមួយនឹងពពួកហេយោនេះពពួកហេយោនេះអញ្ចឹងយើងមើលណាយើងមើលអសនៅពេលណាអសគឺនៅពេលដែលយើងជួបបន្ថែមជាមួយនឹងកិច្ចសព្ទទាំងឡាយណាដែលពេលលុបដាចេញគឺនៅសល់ស្រៈដែលជាស្រៈអាឬក៏ស្រៈអូនេះលុបដាចេញយើងឃើញណាស្រៈនៅកង្កយគេទាំងអស់គឺស្រៈអូឬក៏ស្រៈអាយើងអត់គិតអំពីជនចនៈទេជនចនៈនៅកង្កយគេអត់គិតទេយើងគិតពីស្រៈដែលប្រើចំក្រោយគេបំផុតអញ្ចឹងខាដាយើងលុបដាចេញនេះមកវាសល់ស្រៈអាខាខដាក់ស្រៈអាខាអញ្ចឹងវាទៅជាខាសហេតុអីទៅជាខាសអត់ទៅជាខាអាសអានេះក៏ដូចជាការទម្រង់អាអយយោនឹងផងដែរបងប្អូនគឺកាលណាតែបូកជាមួយស្រៈអាហើយអត់មានអ្វីដែលជាគេថាជាព្យញ្ជនៈណាជាព្យញ្ជនៈជារនាំងបែបនេះកាលណាអត់មានជាព្យញ្ជនៈជារនាំងបែបនេះគឺស្រៈអានេះវាស៊ីផ្សំគ្នាជាមួយនឹងស្រៈអាពីមុនដូចជាខាដាលុបដាចេញវាត្រូវខាវាជាស្ដែងវាត្រូវខាហើយអាសមែនទេបងប្អូនត្រូវខាអាសប៉ុន្តែដោយសារតែវាអត់មានអីវានៅនេះវាមានអានេះអញ្ចឹងវាត្រូវបញ្ជាប់គ្នាអញ្ចឹងវាទៅជាខាសអូខេណាយើងមើលអានេះណាជួអាសហេតុអីគឺលុបដាចេញមកយើងឃើញមានអីស្ទះគឺណាគឺយើងឃើញមានហ៊ីអ៊ឹតស្ទះយើងឃើញមានហ៊ីអ៊ឹតស្ទះអញ្ចឹងហ៊ីអ៊ឹតនឹងឯងដែលវាដើរតួជាបាទជាចនៈចុងក្រោយដូច្នេះយើងបូកនឹងស្រៈអាក៏ពិតមែនប៉ុន្តែដល់ពេលយើងអានពេលយើងបញ្ចូលគឺយើងអាចថាឆ្វាទេបើសិនតែយើងអត់មានខ្ញុំឧទាហរណ៍ណាបើអត់មានហ៊ីអ៊ឹតណាចាស្រៈអូនេះវាអាចផ្សំទៅជាស្រៈវ៉ាអញ្ចឹងវាទៅឆ្វាសប៉ុន្តែអត់មានណាពេលនេះសំទោសអានេះគ្រាន់តែជាបង្ការបង្ហាញបន្ថែមថាបើសិនជាអត់មានហ៊ីអ៊ឹតទេអាស្រៈអានេះវាអាចមកបូកផ្សំជាមួយស្រៈអូវាអាចកើតជាស្រៈវ៉ាពីព្រោះក្នុងភាសាកូរ៉េវាមានស្រៈមួយចំនួនជាស្រៈផ្សំដែលកើតឡើងអំពីការបូករវាងស្រៈដូចជាស្រៈអនិងអ៊ីនិងអអញ្ចឹងកើតស្រៈយ៉អញ្ចឹងទៅបាទស្រៈអានិងស្រៈយ៉ស្រៈអានិងស្រៈនេះទៀតស្រៈអាស្រៈអូទៅជាស្រៈវ៉ាអញ្ចឹងទៅស្រៈអូនិងស្រៈអ៊ីស្រៈវ៉េអញ្ចឹងទៅបាទយើងមានច្រើនទៀតហើយបងប្អូនអាចទៅមើលបានវីដេអូស្រៈផ្សំវីដេអូស្រៈព្យញ្ជនៈរបស់យើងដែលមានខាងដើមបាទអូខេជិះយើងមើលតើនៅពេលណាដែលយើងបូកជាមួយនឹងអសវិញនៅពេលដែលបូកអសគឺស្រៈទាំងឡាយណាដែលមិនមែន OR ស្រៈទាំងឡាយណាមិនមែន OR គឺយើងត្រូវតែបូកជាមួយនឹងអសវិញអញ្ចឹងរៀងរាល់កិរិយាសព្ទឬក៏រៀងរាល់គូរនាមនៅពេលដែលយើងលុបដាចេញគឺយើងជួបមួយស្រៈដែលមិនមែនជាស្រៈអានិងស្រៈអូអញ្ចឹងយើងបូកជាមួយនឹងអសយើងឃើញទេមកតាលុបដាចេញកើតមកអញ្ចឹងមកកសអ៊ីតាលុបដាចេញកើតអ៊ីតអញ្ចឹងអ៊ីតសអូខេបងប្អូនយើងមើលបន្តមកទៀតណាហាដានេះឯងដែលខ្ញុំនិយាយថាយ៉សមិនថាយ៉សមិនទេបងប្អូនបាទនេះគឺហាដាអញ្ចឹងហាដាគឺវាទៅជាវាឃើញបងប្អូនឃើញស្រៈអាលុបដាចេញវាចេញសស្រៈអាមិនតែមិនហាយោកងពូហាយោទៅណាដូចនេះទៅមិនលុបកងពូហាសទៅហេតុអីក៏ទៅជាហេសវិញគឺកិរិយាសព្ទទាំងឡាយណាដែលបញ្ចប់ដោយហាដាវាដូរទៅជាហេវិញហើយហេមកពីណាគឺនេះមកពីនេះណាស្រៈអាបូកមួយស្រៈយ៉អញ្ចឹងវាកើតជាស្រៈផ្សំមួយស្រៈអេអញ្ចឹងទៅជាហេសអញ្ចឹងកងពូហាដាទៅជាកងពូហេសឈិនឆលហាដាឈិនឆលហេសអីទៀតឲ្យតែហាដាគឺហេសចំណាំតែប៉ុណ្្នឹងទៅបានហើយណាឲ្យតែហាដាទៅជាហេសអញ្ចឹងយើងមើលណាប៉ុណ្្នឹងទេអូខេឥឡូវយើងមើលបន្ថែមទៀតអំពីអ្វីដែលជាការណែនាំអង្គមកគេបន្តទៀតបាទយើងឃើញការណែនាំរបស់គេខ្មែរអវ៉ាហាន់ហ្គូអេខុងថងឆាំវ៉ាឆៃឆំអញ្ចឹងឆៃនេះគឺឆៃនេះគឺចំណុចដែលអីគេដែលមានភាពដូចគ្នានិងខុសគ្នារវាងភាសាខ្មែរនិងភាសាកូរ៉េបាទអញ្ចឹងដូចគ្នាខុងថាំងឆំណាសំដៅខុងថាំងឆំនោះគឺចំណុចដូចគ្នាឆៃឆំនោះគឺចំណុចខុសគ្នាអញ្ចឹងចំណុចដូចចំណុចខុសណារវាងខ្មែរហើយនិងភាសាកូរ៉េដូចគ្នាខុសគ្នាយ៉ាងម៉េចនៅក្នុងភាសាខ្មែរនៅពេលដែលភ្ជាប់ប្រយោគពីមូលហេតុហេតុផលពីប្រើពីព្រោះដោយសារតែពីព្រោះដូចនេះហើយដោយសារ
hệ đối ní hai anh chẳng tới chỉ clear sự đấy á và clear chụp bị vô từng on luôn và hai chỉ thơm mà đá nó ca bệnh trẻ mua là hệ phò lắm cứ cho là khất sật nó bị hàng còi cho thật là nhom từ xá bị pro nhom trong tình tây rồi thôi chẳng tới nè dùm đây như ta nhom bị pro nhom từ xá bà dùm đây nhom bị pro nhom trong tình tây nhom từ xá giờ trong dây dây tê ta cô đấy cứ như vậy bị pro môn nó cái o sò nó bị pro môn tùy nó cứ mình thèm o sò nó chia lập bị giá chia bị vô ti mùi bình từ mai biến cứ bị vô bị pro nó cứ bị vô ti pi nên mà bốn vô ti pi có là bản năng thế đó ở đây để chụp hiệp học kia nè còn tay hiệp đôi kia nó cứ tham ấy dương miền snap clear đôi kia để miền snap clear đôi kia để bằng cách miền clear cho bong clear nó là mấy bằng cách chỉ là ba đôi kia vậy bị pro tay đôi xa nó cứ chỉ snap clear bọc mai phòng đài ok đó ở đây thế mà bốn là dương mơ u thì họ bảo kênh thì sân nó đâm bay môn là dương mình chọc để riêng bao dương này đi chẳng creamer pogo nè creamer pogo mó nó creamer pogo bà đây cái creamer pogo cho creamer pogo poki cho rom a so o so rư sa dùng hệ so thể và rư văn song ha seyo vì là xôm thưa ca pra nó pra được ca xong thì hàng góm được ca pra nó xôm mầm pênh nó xôm mầm pênh rồi có xôm mình chop ca xong thì được ca pra a so rồi có o so nó đôi chia ca đo nó cùng ru nó tamรูป ភាព ខាងក្រោមបាទអញ្ចឹងណាខ្ញុំប្រែតាមនេះមកគឺច្រាស់ប៉ុន្តែបើយើងមើលទៅសូមមើលរូបភាពហើយចូលប្រើប្រាស់អសបញ្ជាក់អំពីការសំនិដូចឧទាហរណ៍អូខេបាទនេះឧទាហរណ៍ពូគីឆរមដូចឧទាហរណ៍អសឬសាយងឲ្យសពណាដោយប្រើប្រាស់អញ្ចឹងមកអញ្ចឹងបងប្អូននេះហេសនេះចឹងហេសហ្នឹងមិនឆ្លើយតែពីព្រោះវាយើងប្រើដោយវិញដោយណាដោយប្រើប្រាស់វិញឃើញទេចុះពីព្រោះណាចឹងដោយប្រើប្រាស់វិញចឹងមានន័យម៉េចវ៉ាន់សងហាសេអូវាសូមគេបញ្ចប់អីគេសូមបញ្ចប់សូមធ្វើការបញ្ចប់អីគេថែវ៉ាសន្តានីសូមបញ្ចប់ការសន្តានីដោយប្រើប្រាស់អីគេអសឲ្យដូចជាមួយនឹងរូបភាពនិងឧទាហរណ៍គំរូអូខេអញ្ចឹងយើងមើលរូបភាពរបស់គេនេះរូបភាពនេះគឺតាទឹកហាដារូបភាពអាកាសធាតុល្អអញ្ចឹងម៉ូស៊ឺនកែឆលឬជួអាហេយ៉ូគេមានសំណួរថាម៉ូស៊ឺនកែឆលឬក៏ជួអាហេយ៉ូមានតើអ្នកចូលចិត្តរដូវអីអញ្ចឹងណាស៊ីកាតាទឹកហេសពុំមើជួអាហេយ៉ូតាទឹកហាដាអញ្ចឹងតាទឹកហាដាគឺអាកាសធាតុបើកស្រឡះល្អណាអញ្ចឹងខ្ញុំចូលចិត្តរដូវការីដោយសារតែឬក៏ពីព្រោះតែអាកាសធាតុស្រឡះល្អចឹងយើងមើលបន្តបន្តិចទៀតបងប្អូនអូខេយើងមើលណាមូស៊ឺនកែឆលឬជួអាហេយ៉ូណាស៊ីកាមកណាស៊ីកាគេបងប្អូនខឬជួអាហេយ៉ូណាស៊ីកាអាកាសធាតុនេះត្រជាក់ស្រឹមណាបងប្អូនចាំបាននេះគឺពាក្យថា C1 ហាដា C1 ណា1ខ្ញុំគូដៃយើងបានតិចបងប្អូនស្រៈអ៊ូស្រៈអជាងអាចវC1 ហើយនេះអ៊ិនជាង1 C1 ហាដាចឹង C1 ហាដាទៅជា C1 ហេយ៉ូបងប្អូនសេស្អាតខ្ញុំសេបានស្អាតទេដោយសារខ្ញុំគូសនឹងដែលខ្មៅណាចឹង C1 ហេសឃើញទេអញ្ចឹងណាស៊ីកា C1 ហេសខោឬចូលអាហេយ៉ូខ្ញុំចូលចិត្តរដូវខោអ៊ូលឬរដូវរំហើយរដូវខោអ៊ូលរដូវរំហើយដោយសារតែអាកាសធាតុត្រជាក់ស្រួលយេឥឡូវយើងមើលបន្តិចទៀតណាបងប្អូនយើងមើលមួយទៀតបាទហើយគេនេះព្រិលធ្លាក់គឺមានន័យថាវាត្រជាក់ណានូនេះកាលណានូនេះវ៉ាសហើយនូនេះអូដាអញ្ចឹងនូនេះអូដាលុបដាចេញទៅជាវ៉ាអូអាអញ្ចឹងវ៉ាសនូនេះវ៉ាសខ្យអ៊ូឬជួអាហេយ៉ូមូស៊ឺនខែឆលជួអាហេយ៉ូនូនេះវ៉ាសខអ៊ូឬជួអាហេយ៉ូខ្ញុំចូលចិត្តខ្យអ៊ូដោយសារតែមានព្រិលធ្លាក់មកអូខេយើងមើលបន្តទៀតណាមើលបន្តទៀតមួយទៀតបងប្អូនមុននឹងយើងបញ្ចប់តោះ
នេះដាក់ខ្លាំងដាក់ខ្លាំងប៉ុន្តែមិនដែរគឺមិនដែរនេះដាក់ខ្លាំងនេះដូចជាពាក្យមួមានប្រតិទបាទអញ្ចឹងបាទណាស៊ីកាអូនឺគីពូនេះអត់ទេគេថាគីពូនេះជួអាយោអញ្ចឹងវេឆ្លាស់ល្អអញ្ចឹងអាចថាម៉េចណាស៊ីកាជួអាសណាអាកាសធាតុល្អជួអាចូលតាចូលថាមិនចូលតាចូលថាភាសាមានហ៊ីអឺតណាមានហ៊ីអឺតយើងត្រូវដូរអក្សរដូរអាក្រោយនេះទៅជាថាអញ្ចឹងណាអញ្ចឹងចូលថាលុបតាចេញវាទៅជាចូលអាសចូលអាអញ្ចឹងយើងសេអាដែលហើយសមកបងប្អូនចូលអាសអញ្ចឹងណាស៊ីកាចូលអាសគីពូនេះចូលហាចូលអាយ៉ូចូលអាសគីពូនេះចូលអាយ៉ូណាកាសធាតុល្អខ្ញុំចូលចិត្តហេតុអីខ្ញុំសប្បាយចិត្តពីព្រោះតែអាកាសធាតុល្អឬក៏កន្លែងនេះទៀតពិតទៅបើសិនជាយើងមើលរូបអត់ស្គាល់ណាពិបាកយើងអាចថាណាស៊ីកាអីគេទៀតជួអាតើណាស៊ីកាតើល្អអាកាសធាតុល្អណាឬក៏ណាស៊ីកាអីគេតាទឹកហែសយើងថាចឹងទៅអាកាសធាតុស្រឡះល្អអញ្ចឹងណាវាអាចប្រែទៅអញ្ចឹងដែរខ្មែរយើងណាតែនេះយើងមើលរូបភាពចំណាំផងបងប្អូនណាចំណាំផងគឺណាស៊ីកាជួអាសពីគេរូបភាពនេះអូខេយើងមើលមួយទៀតរូបភាពភ្លៀងធ្លាក់ឬភ្លៀងលាក់ណាភ្លៀងលាក់អូនឺគីពូនេះអត់ទេអានជូអាយ៉ូនេះអានជូអាយ៉ូគីពូនេះអានជូអាយ៉ូអញ្ចឹងណាភីកាអីគេភ្លៀងធ្លាក់គឺអូដាដូចគ្នាអញ្ចឹងភីកាវ៉ាសអូដាណាវ៉ាសភីកាវ៉ាសគីពូនេះអានជូអាយ៉ូយេគឺបងប្អូនអរគ្នាអញ្ចឹងតោះយើងអានទាំងអស់គ្នាបន្តិចមកជាមួយនឹងនេះរបស់យើងជាមួយនឹងឧទាហរណ៍របស់យើងយេ무슨 계절 좋아해요? 날씨가 따뜻해서 봄을 좋아해요. 무슨 계절 좋아해요? 날씨가 시원해서 가을을 좋아해요. 무슨 계절 좋아해요? 눈이 와서 겨울을 좋아해요. 오늘 기분이 어때요? 날씨가 좋아서 기분이 좋아요. 오늘 기분이 어때요? 비가 와서 기분이 안 좋아요. Ok, good. បងប្អូនអរគ្នាវីដេអូរបស់យើងបញ្ចប់ត្រឹមនេះជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទកុំភ្លេចណាបងប្អូនអរគ្នាដែលពេញចិត្តជាមួយនឹងការចែករំលែករបស់ខ្ញុំកុំភ្លេចចូល Subscribe ដើម្បីបានវីដេអូបន្តទៀតហើយសម្រាប់បងប្អូនដែលត្រូវការឯកសារកុំភ្លេចចូល download នៅក្នុង Telegram របស់ខ្ញុំនៅ Goodbye ជួបគ្នាឱកាសក្រោយ